ថ្ងៃនេះបានពុះមួយឡើងប៉ុណ្ណានៃបងគ្នាដោយសារតែវាលក្ខណៈថាវាភ្លៀងមួយមេវារត់ដប់រត់ប្រេងអញ្ចឹងណាហើយណាមួយផ្ទះរបស់ខ្ញុំហ្នឹងគឺវាមានដប់មានប្រេងអញ្ចឹងវាមកក្នុងផ្ទះរបស់ខ្ញុំបដ ாய் តែមានអីបងគ្នាថាវាមកហើយទុកទៅអីទៀតដាក់ផលងាប់បាត់យើងឃើញពុះហើយយើងមិនវាយវាមិនកើតព្រោះអីយើងក៏ជាអ្នកស៊ីពុះដែរ មានបងប្អូនខ្លះថាយីពួកនេះដូចអាប់ដូចធ្មប់អញ្ចឹងស៊ីពោះអត់ដឹងមកបងប្អូនគ្នាពោះនេះឆ្ងាញ់ហើយសម្រាប់ពោះនេះវិញគឺគេហៅថាពោះសងសឿបងប្អូនគ្នាវាអត់មានពឹសទេអញ្ចឹងបាទពួកខ្ញុំហ៊ានវាយតែបើថាពោះមានពឹសហើយមិនកាត់ហ៊ានវាយទេរត់បាសជើងអស់ហើយពោះសងសឿនេះគឺវាធំដែរបងប្អូនគ្នាអញ្ចឹងយើងទុកវាទៅខ្លាចវាស៊ីមន់ស៊ីទាបើយើងអស់យើងត្រូវតែដាក់វាសម្លេះវាមុនមិនកើតដាក់ភូទៅឡាប់ឥឡូវបានយកមកស្ងោរជ្រក់ជាស្រេចបដ ாய் ពោះនឹងរាងធំគួរសមបងប្អូនគ្នាហើយថ្ងៃនេះយកស្ងោរជ្រក់ខ្លះហើយនឹងអាំងខ្លះបងក៏ចង់អាំងខ្ញុំមិនចង់ស្ងោរជ្រក់ឥឡូវខ្ញុំថាបើឯងកាប់អាំងខ្លះទៅខ្ញុំស្ងោរជ្រក់ខ្លះចឹងបងប្អូនគ្នាចឹងគាត់កាប់យកពាក់កដាលទៅខ្ញុំពាក់កដាលថាគាត់យកតែអាំងពាក់កដាលទៅខ្ញុំស្ងោរជ្រក់ពាក់កដាលជាមួយមើលណាឆ្ងាញ់ជាងហើយពូនេះវាធំពេកវាអាំងខ្ញុំជឿថាអត់ផុយទេវាស្វិតយួរបដ ாய் បើស្ងោរជ្រក់ងាស់ចុះរងាស់ឡើងអាចហូបបានឆ្ងាញ់វាយ៉ាងលក្ខណៈផុយចឹងណាដាក់ថែមថយគ្រឿងតាមនឹងឥឡូវខ្ញុំមកចាប់ផ្ដើមកាប់ជាកង់ដើម្បីយកទៅស្ងោរជ្រក់បងប្អូនគ្នានេះអូយហើយឃើញហើយអ្នកខ្លាចអីច្រឡោឃើញវីដេអូនេះដល់អូសគប់ចោលបដ ாய் តែសម្រាប់ពួកខ្ញុំអត់ខ្លាចទេហ្នឹងហើយអើយតែឃើញបានជជែកអីសាររបស់ឆ្ងាញ់ហ្នឹងបងប្អូនគ្នាបានតែគាត់មិនចេះហូបគាត់មិនយល់អារម្មណ៍ទេតែគាត់ចេះហូបគាត់នឹងយល់អារម្មណ៍ជាពិសេសចាស់ជំនាន់មុនណាគឺដឹងតែហូបចូលចិត្តហូបហើយដោយសារតែយើងទៅរកបន្លែប្លុករកសាច់ត្រីអីបានច្រើនទេពេលច្រើនជួបពោះជួបអីវាយពោះស៊ីទៀតណែជាម្ហូបរបស់អ្នកដែលគាត់នៅតាមព្រៃតាមអីអញ្ចឹងឬខ្ញុំអញ្ចឹងនៅតាមព្រៃតាមអីគឺសម្បូរខ្លាំងបងប្អូនគ្នាដើរស្រួលហ្នឹងចាក់ឡាប់លហើយមានអាពោះវែកក៏មានអាពោះអីក៏មាននៅតាមផ្ទះរបស់ខ្ញុំនឹងវាយបានដល់រហូតហើយគាត់ថាវាទូចតែវាយបានលើកនេះគឺវារាំងធំអញ្ចឹងក៏យកមកស្ងោរជ្រក់តំងទៅកុំឲ្យខាតហ្នឹងហើយយើងមិនវាយទុកចោលខ្លាចវាផ្លាញទ្រព្យរបស់យើងដូចជាមន់ដូចជាទារបស់យើងអញ្ចឹងណាเอาមកផ្សំបន្លែប្លុកថែមបងប្អូនគ្នាមានដូចជាជីនឹងវងហ្នឹងហើយជាមួយនឹងស្លឹកខ្ទឹមដើម្បីយកដាក់ជាមួយនឹងស្ងោរជ្រក់ពោះរបស់យើងឲ្យវាឈ្ងុយអញ្ចឹងណាហើយស្លឹកខ្ទឹមយើងហាន់កង់អញ្ចឹងមកអូនិយាយទៅរវល់ការងារទាំងយប់បងប្អូនគ្នាអារៀបចំដេកអញ្ចឹងមកបានពោះបានអីណាធ្វើកដាលយប់ទៀតជីវិតចេះឯងហើយយើងលក្ខណៈថាយើងហូបបាយរួចហើយប៉ុន្តែដល់ពេលឃើញវាតំណងពេកអញ្ចឹងទៅយើងដាក់បាយមួយចានពីរចានទៀតទៅរត់តែអែមបដ ாய் គ្រឿងស្ងោរជ្រក់របស់ខ្ញុំអត់មានច្រើនមានតែប៉ុណ្្នឹងឯងមានជីនឹងវងស្លឹកខ្ទឹមម្ទេសក្រូចឆ្មាម្ដេងស្លឹកក្រូចសើចនិងគល់ក្រែងដាក់ដាំទឹកឲ្យពុះទៅយើងដាក់ពុះរបស់យើងចូលបងគ្នាដាក់ចូលប្លុកអញ្ចឹងមកហើយនេះគេហៅថ្លើមរបស់វាឬខ្លាញ់របស់វានោះឯងអូយហើយយើងដាក់បាយចូលបន្តិចទៅបងគ្នាដើម្បីវាជាតិអញ្ចឹងណាហ្នឹងហើយខ្ញុំជួយចិត្តស្ងោរជ្រក់ដាក់បាយគឺវាឆ្ងាញ់ហើយនេះអាពុះដែលគាត់អាំងបងឬអាំងមុនហ្នឹងគឺវាឆ្អិននេះឃើញវានៅក្រៀមណាស់ហើយស្វិតខ្លាំងមែនតើមកកាន់ស្ងោរជ្រក់ពុះរបស់យើងវិញគឺថាឆ្អិនណាបងគ្នាយើងច្បាច់តែក្រូចឆ្មាបន្ថែមទៅហ្នឹងហើយឲ្យកាន់តែជូរថារឹតតែអែមតែម្ដងឥឡូវមកភ្លក់អាពុះអាំងនេះម្ដងភ្លក់ចុះភ្លក់ឡើងទាញអត់ដាច់ចង់បាក់ថ្មិញបងគ្នាវាស្វិតណាស់ពេកហ្នឹងហើយបើឲ្យខ្ញុំស្ងោរជ្រក់ទាំងអស់ឲ្យអែមបាត់ឥឡូវស្ងោរជ្រក់របស់យើងក៏បានឆ្អិនដែរបងគ្នាយើងចាប់ផ្ដើមដាក់រោយម្ទេសរោយខ្ទឹមរោយជីថែមពីលើបន្តិចទៅរួចជាការស្រេចយើងចាប់ផ្ដើមញ៉ាំបដ ாய் ខ្ញុំជឿថាអ្នកដែលគាត់ចេះហូបគាត់ឃើញវីដេអូនេះហើយគាត់ច្បាស់ជាស្រក់ទឹកមាត់ជាមិនខានទេហ្នឹងហើយកុំប្រកែកកុំប្រកាន់អីណាហូបហើយបងគ្នាថាអីថាទៅហ្នឹងហើយសម្រាប់ខ្ញុំគឺឆ្ងាញ់ហ្នឹងហើយតើតើអ្នកដែលគាត់ចូលចិត្តនៅព្រៃនៅស្រុកខ្សែគាត់យល់អារម្មណ៍មួយហ្នឹងហ្នឹងហើយ vlog របស់ខ្ញុំក៏មានច្រើនដែរមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនៅសកម្មភាពថ្មីៗខ្ញុំបាទចរណាអរគុណច្រើនបាយបាយជម្រាបលាជួបគ្នានេះមកមើល admin បញ្ចេញស្នាដៃធ្វើម្ហូបម្ដងបងគ្នាហើយមុខម្ហូបរបស់គាត់ថ្ងៃនេះគឺថាកូនក្អុកនោះឯងកូនក្អុកនេះមិនមែនជាកូនគីងគក់កូនអីណាគេថាកូនកែបកូនហ៊ីងបងគ្នាគាត់អូសយកមកហូបហើយមុខម្ហូបមួយមុខនេះគឺជាចំណងចំណូលចិត្តរបស់គាត់ហើយគឺចូលចិត្តខ្លាំងមែនតើហ្មងហើយខ្ញុំអត់ដែលហ៊ានហូបទេបងគ្នាគាត់ស្លោច្រើនដងហើយខ្ញុំអត់ហូបទេតែថាពួកគាត់ថាឆ្ងាញ់ខ្លាំងមែនតើជាប្រពៃណីឬក៏ទលាមទម្លាប់នៃការហូបរបស់ពួកគាត់បាត់ទៅហើយបើយើងប្រកែកថាយើងខ្ពើមអីជាចោលក៏មិនកើតដែរហ្នឹងហើយខ្ញុំបន្សំខ្លួនបានក្នុងការហូបជាមួយគាត់ប៉ុន្តែពេលខ្លះខ្ញុំអត់សូវជាចំណងចំណូលចិត្តអីចឹងទេតែបើថាដូច admin វិញអូយគឺគាត់ចូលចិត្តខ្លាំងហ្មងបងគ្នាមួយខែសឹងតែហូប30ថ្ងៃក៏បានដែរឲ្យតែថាមានឲ្យគាត់ចឹងទៅហើយនេះគាត់ទៅរកអូសមកហើយណាបងគ្នាហើយយកមកបានអញ្ចឹងគឺគាត់ត្រូវច្បាច់អាចចេញបើមិនចឹងទេវាអាចនឹងល្វីងអញ្ចឹងបងគ្នាអញ្ចឹងយើងត្រូវច្បាច់អាចវាចេញអស់បានយើងយកវាទៅស្លធ្វើជាម្ហូបហើយគេមានវិធីសាស្ត្រនៃការស្លរបស់គេបងនេះគ្រឿងផ្សំគេមានជីអាណាមានម្រះព្រៅមានអីចឹងទៅបងគ្នាមិនត្រឹមតែប៉ុណ្ណឹងគេមានបន្ថែមជាមួយនឹងស្លឹកបើផ្សេងទៀតចឹងណាស្លឹកម្ជូរអាឡោកទៀតនេះមើលគាត់លាងសម្អាតជាមួយនឹងកូនក្អុករបស់គាត់សិនមុនហ្នឹងច្បាច់អាចម្ដងមួយប៉ុន្តែដល់ពេលវាយូរពេកដល់ច្បាច់ម្ដងទាំងអស់ហើយនេះគឺជាម្ជូរអាឡោកដែលគេត្រូវដាក់ជាមួយសឡកូនក្អុកនោះឯងបងគ្នាម្ជូរអាឡោកស្លឹករបស់វារសជាតិជូរហើយឥឡូវប្រូសគាត់មកប្រកាត់ភ្លើងហើយខ្ញុំក៏ចាប់ផ្ដើមបុកគ្រឿងបុកឲ្យគាត់ចឹងបងគ្នាដោយសារតែ
ខ្ញុំអត់ហូបទេតែខ្ញុំជួយឆាប់បានរួចអញ្ចឹងណាឲ្យឃើញគាត់ធ្វើទៅហត់ពេកឃើញក្បាលពោះក្បាក់កពីងពេកដល់បងប្អូនគ្នា admin គឺថាហើបសបាក់ត្បូលអស់ហើយសម្រាប់ស្លឹកអាឡុកយើងត្រូវហាន់ដាក់ជាមួយនឹងគ្រឿងរបស់យើងដែរដើម្បីបុកឲ្យវាម៉ត់ដូចគ្នាដែរបងប្អូនគ្នាយើងហាន់ចំណែកទុយៗចឹងមកយើងបុកម៉ត់បើយើងហាន់ធំៗយើងបុកអត់ងាយម៉ត់ទេអញ្ចឹងយើងត្រូវតែវិធីសាស្ត្រណាដែលវាឆាប់ម៉ត់បានហូបពេលដែលយើងលក្ខណៈហូបទៅវាស្គិតស្កាតអញ្ចឹងណាយើងបុកឲ្យម៉ត់បាយទៅគឺល្អខ្លាំងមែនតើហ្មងបាទបងប្អូនណាខ្លះធ្លាប់ហូបហើយបងប្អូនណាខ្លះធ្លាប់ឃើញសាក់ខមមិនម្នាក់មួយមើលរសជាតិវាយ៉ាងម៉េចប្រហែលជាឆ្ងាញ់ខ្លាំងហើយបងប្អូនទាំងគ្នាបាទហ្នឹងហើយបើមិនឆ្ងាញ់ចាំតែមើលមាត់ admin មើលអីទៅដឹងបងប្អូនគ្នាបើមិនឆ្ងាញ់មិនមែនពួកគាត់តស៊ូទៅរមកទាំងដដាបដួសអញ្ចឹងទេគ្រឿងដែលបុកមុនហ្នឹងគឺយើងយកវាមកលាយជាមួយទឹកហើយយើងធ្វើការដាំវាឲ្យពុះបន្ទាប់ពីថាវាពុះហើយយើងធ្វើការចាក់ជាមួយនឹងកូនក្អុកឲ្យយើងបានលាងសម្អាតមុននឹងចូលទៅជាការស្រេចមកបងប្អូនទាំងគ្នាអូយសម្លប្លែកមិនទេហ្នឹងហើយបើមិនប្លែកមិន admin តោះតែប្លែកអញ្ចឹងគាត់ចូលចិត្តហូបនិយាយទៅគាត់ខុសគេបដ ாய் មុខម្ហូបណាដែលងាយហើយងាយស្រួលរកងាយស្រួលធ្វើរសជាតិយ៉ាងថាយើងថាឆ្ងាញ់ហ្នឹងគាត់អត់ឆ្ងាញ់ជាមួយយើងទេហើយនេះមានតាំងពីចម្ពូតាំងពីអីមកអស់ហើយបងប្អូនមកជួយធ្វើអញ្ចឹងណាអីតែ admin មានចម្ពូក៏វាស៊ីប្រោដែរកូនក្អុកហ្នឹងឃើញស្លោវាសុកចិត្តមកឈរចាំបងប្អូនអរគ្នាវាខ្លាចលក្ខណៈថាគេស៊ីចោលវាអស់អញ្ចឹងណាគេស៊ីចោលហងអស់ទេអត់ទងុយទឹកវិញអីទៅថាអត់ទេនៅចាំហូបសិននេះនៅចាំហូបមិនទៀនបងប្អូនគ្នាឥឡូវគាត់ថាចង់ពុំមកស៊ីបាយជាមួយ admin ម្ដងមើល admin ក៏ខ្វល់ខ្វាយពីអាណាទេសំខាន់គាត់ចង់ហូបនេះឃើញដាក់គ្រូកឆ្ងាញ់របស់គាត់ទៅហើយមើលទៅអូអត់មើលទៅអត់ឃើញកូនក្អុកឃើញអីឃើញតែបន្លែទេបងប្អូនគ្នាប៉ុន្តែវាលក្ខណៈវាបែកសាច់ចូលក្នុងសម្លអញ្ចឹងណាហើយស្លហ្នឹងវារាងរសជាតិល្វីងតិចជូរតិច